សួស្តីបងប្អូនកាលពីសប្តាហ៍មុនឃើញថាលោកជំទាវ ត្រីដាណាព្រមទាំងក្រុមគ្រួសារមានកូននិងស្វាមីបានអញ្ជើញទៅលេងនៅប៉ែកអឺរ៉ុបដូចជាប្រទេសស្វីសប្រទេសអាល្លឺម៉ង់ប្រទេសអ៊ីតាលីប្រទេសបារាំងជាដើមហើយដំណើរកំសាន្តមួយនេះដែរគឺប្រកបដោយសុវត្ថិភាពមានសេចក្តីសុខមែនទែនក្រោយពេលហោះហើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញឃើញថាលោកជំទាវបានបង្ហោះរូបភាពសប្បាយដើរលេងកំសាន្តនៅប៉ែកអឺរ៉ុបជាច្រើនបន្តបន្ទាប់ក្នុងនោះផងដែរយើងឃើញថាមានរូបភាពមួយសន្លឹកដែលអមដោយសំណេរវែងអន្លាយដែលលោកជំទាវបានសរសេរតើមានរឿងអ្វីកើតឡើងយើងទៅតាមដានទាំងអស់គ្នានេះគឺជាអត្ថន័យទាំងស្រុងដែលបានសរសេរឡើងនៅក្នុងเพจផ្ទាល់ខ្លួនរបស់លោកជំទាវហេតុអ្វីក្នុងមួយជីវិតរបស់មនុស្សស្រីត្រូវរងគ្រោះគ្រប់បែបយ៉ាងមិនថាមានរឿងអ្វីគឺចាំតែខុសទោះបីនៅផ្ទះមិនដែលបានទៅណាឬរវល់តែរឿងរកស៊ីក៏ដោយក៏មានបញ្ហាគឺមនុស្សស្រីខុសចំណែកមនុស្សប្រុសមួយចំនួនដើរលេងក្រៅសេរីខូចខលស្រីញីហើយបងប្អូនកាន់ជើងគេទៀតដល់ពេលយើងទ្រាំលេងបានយើងមិនអាចទ្រាំបន្តយើងក៏លេងលះយើងខុសទៀតតើនារីណាខ្លះខ្លាចខ្មាស់គេនៅខំមាត់ទ្រាំខ្ញុំជឿថាមានច្រើនណាស់មួយទៀតបងប្អូនស្រីត្រូវប្រយ័ត្នមនុស្សប្រុសសម្ដីផ្អែមតែក្រោយខ្នងជាមនុស្សផ្សេងព្រោះខ្ញុំធ្លាប់ជួបអស់ហើយពីមុនក៏មានគេនិយាយចឹងប្រាប់ខ្ញុំដែរខ្ញុំក៏សង្ឃឹមថាជីវិតគ្រួសារមានក្តីសុខមិនខុសពីបងប្អូននារីមួយចំនួនតែមានណាការរួចមិនទាន់បានមួយខែផងអ្វីៗប្រែប្រួលមិនដូចការចាប់ផ្ដើមគេហ៊ានវាយខ្ញុំចូលពេទ្យអ្វីដែលឈឺចាប់នោះគឺបងប្អូនរបស់គេកាន់ជើងគេទៀតហើយពេលខ្ញុំពោះធំ7ខែក៏វាយខ្ញុំស្ទើររលូតកូនមិនទាន់គ្រប់ខែវាយដោយសារស្រីហើយកើតកូនបានមួយអាទិត្យចេញពីពេទ្យមកដល់ផ្ទះលេងឆាតជាមួយនឹងស្រីខ្ញុំចាប់ឆាតគេបានខ្ញុំយំដឹងដល់គ្រួសារគេស្មានតែគេណែនាំបងប្អូនកូនគេមានអ្នកណាគេឲ្យលេងលះខ្ញុំទៀតកាន់ជើងប្រុសខូចតាមពិតកាលពីដំបូងគេប្រើសម្ដីផ្អែមដាក់ខ្ញុំជាងគ្រប់គ្នាឃើញទៀតឲ្យខ្ញុំជឿគ្រប់យ៉ាងដូចជាអរគុណអូនដែលផ្ដល់តម្លៃឲ្យបងនិងគ្រួសារបងប៉ុន្តែទោះបីយើងស្អាតយ៉ាងណាល្អយ៉ាងណាក៏គេគិតថាសម្ដីផ្អែមអាចរកបានអ្នកស្អាតជាងយើងដូចនេះត្រូវស្រីប្រយ័ត្នមនុស្សសម្ដីផ្អែមពូកែយកចិត្តឲ្យយើងលើកលែងម្ដងហើយម្ដងទៀតតែក៏មិនមែនបែបនេះទាំងអស់ទេមនុស្សប្រុសសម្ដីផ្អែមមួយចំនួនធំក៏ស្មោះត្រង់និងស្រឡាញ់ភរិយាខ្ញុំក៏មិនចង់និយាយអ្វីច្រើនដែរតែឃើញមនុស្សសម្ដីផ្អែមមួយចំនួនផុសឌៀមដាមទើបខ្ញុំមិនយល់ថាហេតុអ្វីស្រីចាំតែខុសទាំងតម្លៃនិងកិត្តិយសដោយកាក់មនុស្សយើងត្រូវមានគ្រប់ចាងក្រោយពេលស្ដាប់សំណេរដ៏វែងអន្លាយរបស់លោកជំទាវ ត្រីដាណារួចមកហើយយើងយល់ឃើញថានេះគឺជារឿងគ្រួសារមុនរបស់លោកជំទាវតែយ៉ាងណាក៏សូមជូនពរឲ្យអ្វីៗល្អប្រសើរនៅថ្ងៃខាងមុខអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះហើយក៏ដល់ទីបញ្ចប់ផងដែរជូនពរអ្នកទាំងអស់គ្នាបានសេចក្តីសុខថែរក្សាសុខភាពផងណា